ឡានដឹកដីកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮសំឡេងខ្លាំងៗបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅស្រុកឯកភ្នំត្រូវសមត្ថកិច្ចនគរបាលណែនាំឲ្យដោះចេញហើយក្រោយពីទទួលបាននៅសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវថ្នល់ហើយមានរថយន្តដឹកដីបើកបរចុះឡើងបង្កការហុយដីទ្រលោមមានសំឡេងរំពងដោយស៊ីម៉ាំងកែច្នៃធ្វើឲ្យរំខានដល់ការរស់នៅរបស់ពួកគាត់ច្រើនថ្ងៃគាត់បានផ្ដល់ព័ត៌មានមកក្នុង Page Facebook ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីដោះស្រាយជូនគាត់ទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍តួដាញ់អេងប៊ុនច័ន្ទស្នងការនគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯកឆៃម៉ាប់អធិការនគរបាលស្រុកឯកភ្នំឲ្យស្រាវជ្រាវនិងចាត់វិធានការលើរថយន្តនោះសូមជម្រាបជូនថាកាលពីថ្ងៃទី2ខែកក្កដាឆ្នាំ2026នគរបាលស្រុកឯកភ្នំបានកាក់រថយន្តបង្កសំឡេងរំខាននេះនៅលើដងផ្លូវហើយបានធ្វើការអប់រំណែនាំដល់អ្នកបើករថយន្តឲ្យដោះចេញនៅស៊ីម៉ាំងកែច្នៃលាន់ឮសំឡេងខ្លាំងៗរំខានដល់ប្រជាពលរដ្ឋនោះហើយតាមរយៈចំណាត់ការនេះសមត្ថកិច្ចនគរបាលនៅបន្តស្វែងរករថយន្តដែលមានលក្ខណៈដូចគ្នានេះដើម្បីមានវិធានការបន្តជាមួយគ្នានេះក៏សូមអរគុណចំពោះមតិចូលរួមផ្ដល់នៅយោបល់ពីមហាជនទូទៅមកសមត្ថកិច្ចនគរបាលតាមគ្រប់មធ្យោបាយដើម្បីសមត្ថកិច្ចមានវិធានការដោះស្រាយជូនបានទាន់ពេលវេលា